ទីនេះមានមនុស្សដែលពិតប្រាកដមានមនុស្សដែលដូចជាម្ចាស់ដែលជាមនុស្សដែលមានសមត្ថភាពពូនៅមកពេលដែលភ្នូរបស់អាគីរិកសិតចិញ្ចឹមត្រូវបានបើកដើម្បីហ្វឹកហាត់អូពិតជាផ្លាំងដូរបានត្រឹមត្រូវលោកគ្រូខ្ញុំបានលើអរិយទាំងនោះដាក់បណ្ដាសាអ្នកជាភាសាអរិយថាអ្នកគឺជាហើយខ្ញុំមិនអាចជួយអ្វីបានក្រៅពីចង់វាយពួកគេឡើងអូប៉ុន្តែពេលនេះទោះបីជាអ្នកក៏មិនហ៊ានចាប់ដៃដែរមែនទេអ្នកក៏នឹងទទួលស្គាល់ថាខ្លាចដែរហើមនេះអ្នកអាចទ្រាំបានអ្នកនិយាយត្រឹមត្រូវសើយ៉ាវមើលអ្នកមានចិត្តស្មោះត្រង់ចំពោះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកបម្រើខ្ញុំជានិច្ចអ្នកមានជំងឺអីទេអ្នកណាចង់បំផ្លាញអ្នកមេអ្នកបានបង្ហាញខ្លួននៅទីនេះតើអ្នកបានដោះស្រាយមនុស្សនោះហើយឬនៅមិនទាន់ទេប៉ុន្តែខ្ញុំក៏បានបង្ខំគេឲ្យចូលទៅក្នុងពីកន្លែងគ្មានចេញ10ស្លាប់គ្មានរស់នេះគឺជាអ្វីដែលអ្នកនិយាយថា10ស្លាប់គ្មានរស់ជ្រោះចង្គង់ហើយត្រូវបានមនុស្សម្នាក់លេងឲ្យវង្វេងឆ្កួតអាពូនមនុស្សយើងក្លាហានហ៊ានសម្រាប់សັບនៅពិសេសរបស់យមមែនមកកាន់សុបអធិរាជៈរបស់ខ្ញុំដើម្បីលួចឱកាសតើអ្នកគិតថាយៈរបស់ខ្ញុំគ្នានរណាម្នាក់ទេអ្នកអូមនុស្សនេះមានអំណាចខ្លាំងណាស់តើអ្នកជានរណាតើអ្នកជាមនុស្សទេព័ត៌មានរបស់មនុស្សត្រូវតែសួរខ្ញុំដែលជាយៈអ្នកនោះគឺ Ocean ព្រះរាជបុត្រា Wanjin Villa គាត់គឺជាដាវភ្ញាក់ពីឡាវ៉ាន់ជឿនក្នុង 10000 ដាវគឺជាសាសដែលរួមបញ្ចូលគ្នានៃវិធីដាវនិងការបង្កើតដាវដែលធ្លាប់បានបណ្ដុះបណ្ដាលអ្នកប្រាជ្ញដាវជាច្រើនគេហៅថាសាសដាវលំដាប់ទី1នៅក្នុងពិភពលោកល្អណាស់អ្នកមានប្រយោជន៍ណាស់គ្មានវប្បធម៌គឺគួរឲ្យខ្លាចអ្នកនិយាយអ្វីខ្ញុំបាននិយាយថាមនុស្សនោះគួរឲ្យខ្លាចណាគាត់ជានរណាអ្នកមិនមែនជាមនុស្សទេព័ត៌មានរបស់ជាតិណូអ្នកត្រូវសួរខ្ញុំជាតិសាបិសាច់នេះហ៊ិនមេញៀវគឺជាកូនស្រីរបស់គ្រូសាដែលសាច់ញាតិត្រូវបានសម្លាប់និងធ្វើបាបរួមជាមួយខេនឆេនដែលសមាជិកនៃតកូជាឈេល Continent គ្រូសាតេនទីមិនខុសទេអត្តសញ្ញាណរបស់ឈិនវិញយូអាចប្រៀបធៀបជាមួយកូនព្រះឈិនសៀនយូនៅទីនេះឈិនមានសមត្ថភាពលើសពីមនុស្សធម្មតាហើយក៏មានការគោរពចំពោះអ្នកដទៃនិងមានការប្រព្រឹត្តត្រឹមត្រូវដែលមានឈ្មោះល្បីនៅក្នុងពិភពមនុស្សនិងសត្វបិសាចចេញទៅកុំមកចិត្តទៅលឿនញាក់មកពីម៉ែអ្នកមិននិយាយមានឈ្មោះល្បីកុំសួរខ្ញុំហេតុអ្វីខ្ញុំអាចត្រាប់អ្នកតែប៉ុណ្ណោះមានអ្វីដែលអ្នកចង់និយាយអ្នកធ្វើអាក្រក់ខ្ញុំមិនសូវស្រួលទេគ្រូសាឈិនហ៊ានឲ្យអ្នកចូលមកមិនខ្លាចថាអ្នកនឹងស្លាប់នៅក្នុងវាប្រយុទ្ធសត្វបិសាចទេមិនមែនរឿងរបស់អ្នកទេអ្នកមានជំងឺអ្វីមែនទេចូលចិត្តញ៉ាទៅក្នុងមេបានបើកហើយអ្នកការពារខ្លាំងណាស់អ្នកនិយាយថាខ្ញុំមិនគួរត្រឡប់មកវិញទេអ្នកនិយាយថាឲ្យគ្រប់គ្នាស្កប់ហើយជីវិតនរណាមានសិទ្ធិបង្កើតភ្នូសត្វបិសាចរបស់ខ្ញុំកំពុងត្រូវបានកប់ប្រសិនបើខ្ញុំស្លាប់ខ្ញុំមិនអាចត្រឡប់ទៅរកអ្នកវិញទេអ្នកនិយាយអ្វីច្រឡំអ្នកមិនមែនជាសត្វស័ក្តិសិទ្ធិខ្ញុំគ្រាន់តែជាកូនតំសាយស្ដាប់អុយដែលពាក់សំលៀកបំពាក់សត្វឆ្កែអេយ៉ាខ្ញុំចង់សួរនេះតើជីនធីនឹងស្លាប់ទេប្រសិនបើគាត់មិនឃើញនរណាម្នាក់អ្វីឱសាទៅដល់ម្ចាស់ជំនួសនៃការដឹងគុណឈានដល់ដើម្បីរួចហើយមកក្រុមត្រូវហើយអ្នកមកមែនហើយហេអ្នកល្ងងហើយទៅវិញអ្នករកខ្ញុំ
បាច់ខ្សែមន្ទីរបុរាណខ្ញុំនឹងសម្លាប់នេះ ខ្ញុំគិតថាវាជារឿងឈួតក្នុងការសងសឹកអភិរាជខ្មោចខ្ញុំក៏គិតដូច្នោះដែរសូមជូនពរអ្នកឲ្យរកឃើញឱកាសល្អអ្នកស្រឡាញ់អាហារ គួរឲ្យភ្ញាក់ផ្អើលដែលមានអក្សររបស់មនុស្សអែមមើលទៅវាជាអ្នកស្រឡាញ់វប្បធម៌មនុស្សម្នាក់ពិភពលោកមួយចិត្តខ្ញុំមានខ្លួនខ្ញុំដូចជាអាតកំបាំងនេះគឺជាអាតកំបាំងពិភពអាតកំបាំងបានសិក្សាររយៈពេល3ថ្ងៃបង្កើតបានពាក់កណ្ដាលនៃរាងកាយអាតកំបាំងតែមានតែស្រទាប់ចុងក្រោយប៉ុណ្ណោះដែលមិនបានបំពេញអាតកំបាំងដ៏អស្ចារ្យមិនអាចប្រៀបធៀបបានអ្នកសត្វនេះបានហាត់អាតកំបាំងសម្បីតែបានបង្កើតវាលអាតកំបាំងផ្ទាល់ខ្លួនមើលទៅនេះគឺជាឱកាសរបស់ខ្ញុំហើយអែមសាកល្បងអារម្មណ៍ខ្ញុំបានឆ្លងកាត់ភាពអស្ចារ្យក្នុងពេលតែមួយផ្លែក អ្នកបានអង្គុយនៅទីនេះរយៈពេល27ថ្ងៃហើយ 27ថ្ងៃមិនខុស នៅពាក់កណ្ដាលថ្ងៃទៀតសពសັບអាចកំបាំងនឹងត្រូវបិទហើយមានសັບក្របីមាសមករំខានវិញតែខ្ញុំបានទប់ស្កាត់វាឲ្យអ្នកចង់សងបំណុលធំនេះយ៉ាងដូចម្ដេច តាមសមត្ថភាពរបស់ខ្ញុំសុខចិត្តជួយ Fairy Ten នេះទៅប្រើទៅណា ទេពអប្សរ7ស្រីស្អាតឈិនសូមមុខផ្លូវនេះយ៉ាងល្អអែម អ្នកទិញមកវិញ Harry ឥឡូវនេះអ្នកមិនខ្លាចគាត់ទេហើយឬមិនតែខ្លាចទេ មនុស្សខ្ញុំនឹងបំបែកឆ្អឹងនេះឲ្យបែកជាធូលីសឹបក្រពើអ្នកមកឲ្យខ្ញុំយកអាហារពេលយប់ គាត់គឺជាមនុស្សដីដែលនាំមកមែនទេមិនមែនថាជាលីងជីងទេហើយអ្វីបានជាវាជាកញ្ចក់ភ្ញាក់ផ្អើលអ្នកកុំប្រកួតជាមួយជីនជីដាប៉ុងបានស្មើគ្នាអ្នកដឹងថាគាត់ក៏ជាមេដឹកនាំនៃកន្លែងមួយដែរអ្នកមើលបច្ចេកទេសរបស់គាត់ច្បាស់ជាមកពីទីកន្លែងដើមមែន វាមិនច្បាស់ថាវាជាហេតុពិតជាកងកម្លាំងប្រដាប់អាវុធនៃនិកាយ Overlord អ្នកមានសិទ្ធិ ខ្ញុំបានប្រើកម្លាំងទាំងអស់ហើយ សិទ្ធិរបស់អ្នកមិនគ្រប់គ្រាន់ទេវិញទេ